នៅទីបំផុតសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានធ្វើកំណត់ហេតុឃាត់ខ្លួនឈ្មោះសាមេងជូរួចហើយបន្ទាប់ពីស៊ូចម្លើយចប់ស្អែកនេះសមត្ថកិច្ចនឹងបញ្ជូនឈ្មោះសាមេងជូទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរសូមបញ្ជាក់ផងដែរថាកាលពីប្រហែលថ្ងៃមុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាទនៅក្នុងរាជធានីភ្នំពេញដោយសាមេងជូដែលជាកូនអុកញ៉ាបាទស្រីស្អាតរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍វាយចែងនៅលើផ្លូវសាធារណៈហើយក៏បានទៅបុកម៉ូតូបាទមួយគ្រឿងបណ្ដាលឲ្យបាទអ្នកបើកបរម៉ូតូនឹងបាត់បង់ជីវិតផងដែរបងប្អូនទាំងអស់គ្នាបាទហើយនាងក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាទនៅពេលនោះដែរគឺនាងបានហៅ pass up បាទរត់គេចខ្លួនពីកន្លែងកើតហេតុបាទសល់ទុកនៅជនរងគ្រោះម៉ូតូនិងឡានបាទនៅកន្លែងកើតហេតុបាទហើយបន្ទាប់មកនាងមិនបានចេញមុខមកទទួលខុសត្រូវនោះទេគឺរត់បាត់ស្រមោលបាទរហូតមកដល់បាទថ្ងៃនេះបាទទើបនាងបានចូលខ្លួនមកដោះស្រាយនៅប៉ុស្តិ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនាងមិនមែនចេះតែមកដោះស្រាយខ្លួនឯងទេបាទគឺឲ្យឪពុករបស់នាងនឹងបាទជាអ្នកបាទមកនិយាយជាមួយប៉ូលីសហើយនាងមិនហ៊ានចេញមុខទេបងប្អូនអរគុណបាទប៉ុន្តែឥឡូវនេះបាទស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាទបានថតបង្ហាញមុខនាងជាសាធារណៈនៅពេលដែលនាងវាស់កម្ពស់បាទនៅក្នុងប៉ុស្តិ៍ប៉ូលីសបងប្អូនហើយបាទអញ្ចឹងរឿងរ៉ាវនេះគឺពិតជាល្អខ្លាំងមែនទែនបាទដោយសារតែឯកឧត្តមជូននរិនគាត់បានចេញមកឲ្យថាបើសិនជានាងមិនព្រមបាទចូលខ្លួនមកដោះស្រាយទេបាទឯកឧត្តមជូននរិនដែលជាអគ្គស្នងការរងរាជធានីភ្នំពេញនឹងចុះទៅចាប់បាទទៅដល់កន្លែងផ្ទះតែម្ដងបាទអញ្ចឹងទេនាងដឹងដំណឹងនេះក៏បានបាទចូលខ្លួនសារភាពតាន់ពេលបាទអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចបាទខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាបាទសូមអរគុណ